My Mom in London EP 4មកដល់ហើយអ្នកគ្នាសូមមើលអ្នកគ្នាថាខ្ញុំនាំគាត់ទៅកន្លែងណាខ្លះតែកន្លែងទី1នេះគឺខ្ញុំមិនដឹងកន្លែងណាដែរអ្នកគ្នាគាត់ពេលហ្នឹងគឺជីកាត់ទៅ and then ឃើញម្ដុំនឹងគ្រាន់ស្អាត and then ស្ទះផ្លូវទៅមុខក៏ធួចដែរអញ្ចឹងក៏ចុះលេងកន្លែងហ្នឹងមកផ្លែទៅនិយាយរួមទៅម្ដុំនឹង Spore Museum ហ្មងហ្នឹងអ្នកគ្នាគឺខ្ញុំចេញពីកន្លែងមួយចូលកន្លែងមួយណាហើយអ្នកគេដែលមក London ចាំមេភ្លៀងអាចដឹងទៅណាអ្នកគ្នាចូល indoor ជា museum ទៀតទៅបានមើលរបស់ហើយបានជ្រកភ្លៀងទៀត and museum mostly គឺ free ទាំងអស់អ្នកគ្នា and គោលដៅយើងថ្ងៃនេះគឺមក Oxford Street អ្នកគ្នា and then អ្នកគ្នាឃើញអាគាររៀងកោងអ្នកគ្នាគេថតរូបនៅកន្លែងហ្នឹងស្អាតមែនតើនិយាយរួមម្ដុំហ្នឹងគឺស្អាតអ្នកគ្នាទាំងផ្លូវទាំងអី and then so lively អ្នកគ្នាហើយបន្ទាប់មកគឺពួកយើងដើរអស់រយៈពេលជិត10នាទីដើម្បីទៅផ្សារមួយដែលមានឈ្មោះថា Library London ផ្សារនេះគឺគេល្បីដោយសារតែភាព uniqueness ក្នុងការ design របស់គេ and ខាងក្នុងរបស់គេគឺលក់អវ៉ាន់ដូចផ្សារធម្មតាអញ្ចឹងអ្នកគ្នាមានទាំង up cosmetic high end អីធម្មតា vibe អត់ដូចហាងធម្មតាអ្នកគ្នានៅខាងក្នុងហ្នឹងគឺចូលទៅមានអារម្មណ៍ថា classic ដូចនៅជំនាន់មុនហ្មងអ្នកគ្នាប៉ុន្តែគឺលក់អវ៉ាន់ទំនើបធម្មតា and then គេល្បីមែនតើអ្នកគ្នាឲ្យតែអ្នកណាមកដល់ London គេអាចខាងកន្លែងនេះទេ destination ទី3របស់យើងគឺ The British Museum this one also free as well ហើយដែលខ្ញុំចូលចិត្តពី museum មួយនេះក្រៅពីអវ៉ាន់ដែលគេតម្កល់ទុកនៅហ្នឹងគឺខ្ញុំចូលចិត្តកន្លែងមួយនេះអ្នកគ្នាគឺកញ្ចក់អញ្ចឹងទៅមានអារម្មណ៍ថា vibe រៀងលក្ខណៈអូរៀងរបៀបថារៀងសោះស្រាយជាងមុនណាអ្នកគ្នាព្រោះតែថាភាគច្រើន museum គេរៀងបិទគេរៀង vibe បែបរៀងដាក់តិចតិចប៉ុន្តែ this one គឺមានមួយកន្លែងដូចថាវាមានកន្លែងរបៀបថាដូចឲ្យទៅស្រស់ស្រាយអញ្ចឹងកន្លែងទី4គឺ one of my favorite អ្នកគ្នា so កន្លែងនេះគឺឈ្មោះថា Covent Garden អ្នកគ្នាគឺ vibe វាគឺចូលចិត្តមែនតើអ្នកគ្នាគឺរបៀបថាមានការគេលេងតន្ត្រីមានអីរបៀបថាវា lively របៀបថានិយាយរួមខ្ញុំចូលចិត្តកន្លែងហ្នឹងបណ្ដោយនិយាយទៅកន្លែងហ្នឹងដូចជាផ្សារអញ្ចឹងអ្នកគ្នាគេមានលក់អីមាន pop up store អីចឹងទៅប៉ុន្តែរបៀបថានៅពេលតែគេលេង music ចូលទៅ violin ទៅឲ្យ vibe លក្ខណៈ classy លក្ខណៈអានតែទៅតាមបទចម្រៀង and we but good this video museum ដែលមានឈ្មោះថា National Portrait Gallery